កណាខ្ញុំប្រកាសគួរខាងព្រះអង្គច្បាស់ហើយកណាសូមប្រគេនគុណចាស់មុនការចូលរួមតាមការគួរកណាសម្រាប់និមន្តក៏សាធុនឹងឯខាងដើមសូមឱកាសពីសំណាក់នៃផុនទេទាំងឡាយហើយនឹងសូមបានពោដល់ពុទ្ធាបណ្ឌិតមានវត្តមានក្នុងទីនេះហើយបានចូលរួមជាធម្មទានបានពោដល់លោកគ្រូទាំងអស់និងញាតិញោមទាំងអស់ផងដែរជាងក្នុងពេលនេះយើងបានស្ដាប់ហើយក៏បានឆ្លើយសំណួរពាក់ព័ន្ធជាមួយនឹងទានហ្នឹងឃើញលោកគ្រូបានបកស្រាយច្រើនហើយចឹងទៅក៏បានចាប់ផ្លឹកនឹកឃើញពាក្យតែលោកតាបានលើកអំពីមហាបរិច្ចាគ5អានឹងក៏វាចូលនៅក្នុងចូលនៅក្នុងសំណួរហើយគាត់ថាគ្រាន់តែយើងនិយាយជាន័យជាលក្ខណៈទូទៅអញ្ចឹងណាហើយពាក់ព័ន្ធជាមួយនឹងវិស័យរបស់ព្រះបរមពុទ្ធសាសនាដែលព្រះអង្គមាននៅសទ្ធាតាំងមមហើយនឹងព្រះអង្គដែលយល់ដឹងច្បាស់អំពីប្រយោជន៍នៃការឲ្យទានហ្នឹងដល់ពេលអញ្ចឹងគឺថាអត់មានអ្វីដែលជាទីស្ទាក់ស្ទើរញ៉ាំងឲ្យបតីរបស់ព្រះអង្គហ្នឹងតក់ស្លុតជាមួយនឹងកិរិយានៃការបបបងចេញចាកអំពីព្រះនគរហើយនឹងការលះបង់ទ្រព្យសម្បត្តិអីផ្សេងហ្នឹងគឺអត់មានអីដែលជាទីស្ទាក់ស្ទើរឬក៏ជាការរារាំងទេអានេះយើងនិយាយរឿងព្រះបរមពុទ្ធសាសនាដែលជាអតីតកាលរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនឹងដល់ពេលយើងទៅសិក្សាមើលប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធអង្គផ្សេងទៀតដែលជាពិសេសគឺព្រះសម្មាសម្ពុទ្ធដែលនឹងត្រូវត្រាស់ដឹងនៅក្នុងកាលជាអនាគតនឹងមានន័យថាផុតអំពីផុតកັບយើងនឹងទៅកັບក្រោយគឺអត់មានពុទ្ធត្រាស់ដឹងទេទេមកកັບនឹងអញ្ចឹងទៅដល់ពេលកັບបន្ទាប់គឺមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងពីព្រះអង្គនឹងហ្នឹងឯងមានពុទ្ធត្រាស់ដឹងពីព្រះអង្គគឺធម្មរាជៈហើយនឹងរាមៈដល់ពេលអញ្ចឹងយើងមើលព្រះសម្មាសម្ពុទ្ធដែលនឹងត្រាស់ដឹងនឹងឈ្មោះថារាមៈហ្នឹងហ្នឹងឯងពីកិរិយានៃការបំពេញនៅបុណ្យបារមីរបស់ព្រះអង្គហ្នឹងគឺសម្បើមណានឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងជាមួយនឹងព្រះសារីបុត្រពាក់ព័ន្ធជាមួយនឹងអនាគតពុទ្ធវង្សហ្នឹងអញ្ចឹងក៏នៅក្នុងសម័យកាលមួយហ្នឹងដែលព្រះសម្មាសម្ពុទ្ធព្រះនាមថាកស្សបៈទស្សពលដែលបានត្រាស់ដឹងប្រកបនៅក្នុងលោកអញ្ចឹងទៅក៏ស្រាប់តែមាននប់ម្នាក់ហ្នឹងគឺឈ្មោះថានិរតៈមាននប់មិនមែននិរតៈព្រំទេណាហ្នឹងគឺនិរតៈមាននប់ហ្នឹងកំពុងតែធ្វើដំណើរមកតាមផ្លូវហ្នឹងក៏ស្រាប់តែឃើញមនុស្សម្នាទូទៅទាំងឡាយហ្នឹងគេនឹងឯងស្ដាប់ពធហើយនឹងព្រះសម្មាសម្ពុទ្ធព្រះមហាកស្សបៈទស្សពលហ្នឹងកំពុងតែប្រកាសសម្ដែងពធផងដែរដល់ពេលអញ្ចឹងមានចេតនាគិតដើម្បីនឹងបូជាទានហ្នឹងមានចេតនាគិតដើម្បីបូជាហ្នឹងប្រវត្តិហ្នឹងគឺមិនខុសអំពីប្របាទសង្ឃៈដែលកាត់បស័យស័កថ្វាយដល់ព្រះសម្មាសម្ពុទ្ធសរិមត្តពុទ្ធៈទេប៉ុន្តែអាហ្នឹងគឺគ្រាន់តែពិធីផ្សេងដែលឯងធ្វើដំណើរមកតាមផ្លូវដែលឯងគិតថាមាននៅសេចក្តីជ្រះថ្លាណាមួយកម្រនឹងបានជួបព្រះសម្មាសម្ពុទ្ធអញ្ចឹងដែរកម្រនឹងបានជួបហ្នឹង
តែពេលជួបហើយត្រូវតែបូជាទានបូជាពធរបស់ព្រះសម្មាសម្ពុទ្ធនឹងក៏មានផ្ទាំងសម្ពុតសពីរផ្ទាំងនឹងហើយមានសម្ពុតសពីរផ្ទាំងចឹងទៅក៏បានដឹងឯងចន្លក់ជាមួយនឹងប្រេងអីចឹងទៅក៏ចាប់ផ្ដើមរុំពីបាតជើងរហូតទទួលដល់ក្បាលរុំសម្ពុតសនឹងរុំឲ្យចិត្តល្អហើយដែលចន្លក់ទៅដោយប្រេងហ្នឹងក៏ចាប់ផ្ដើមយកបតិពលគឺភ្លើនឹងឯងដុតពេលហ្នឹងក៏បានតាំងចិត្តដោយមិនមានសភាពនៃការញាប់ញ័រសំបីតែបន្តិចគឺមានតែសេចក្តីជ្រះថ្លាតែម្យ៉ាងគឺជ្រះថ្លាជាមួយនឹងព្រះធម៌ផងហើយនឹងបូកផ្សំជាមួយនឹងឧបនិស្ស័យដែលខ្លួនបានសន្សំច្រើនពីអតីតកាលផងអញ្ចឹងទៅអត់មានសភាពនៃការញាប់ញ័រទេណាអត់មានទេយកសម្ពុតសរុំខ្លួនចិត្តអស់ហើយក៏យកភ្លើងដុតហ្នឹងគឺតាំងចិត្តអតិតដោយអំណាចនៃការជ្រះថ្លាហ្នឹងសទ្ធាហ្នឹងគឺពេលណាដែលវាដល់ព្រមហើយនឹងមាននៅពូទិញ្ញាណនឹងជាអារម្មណ៍អីទៀតអត់មានការតក់ស្លុតអីទេអានេះអញ្ចឹងដល់ពេលដុតទៅក៏ឆេះហ្នឹងក៏តាំងចេតនាគិតដើម្បីបូជាហ្នឹងហើយបូជាពុទ្ធពិតណាពេលហ្នឹងហើយពេលដែលដុតទៅឆេះហ្នឹងហើយសម្ពុតសនឹងឆេះទៅរហូតទៅចិត្តរបស់ព្រះអង្គគឺតាំងនឹងយ៉ាងល្អរហូតដល់ឆេះទាល់ទៅអស់និរតៈមាននប់នឹងឆេះទាល់ទៅអស់អញ្ចឹងទៅកន្លែងដែលឆេះនឹងប្រកាសឡើងនៃផ្កាឈូកនេះប្រកាសឡើងនៃផ្កាឈូកកំឡុងពេលណាដែលឆេះហើយអញ្ចឹងទៅក៏ចាប់ដើមដោះផ្កាឈូកចេញមកពីហ្នឹងហើយដោះចេញពីផែនដីមកគឺប្រៀបថាដោយជាការអបអរសាទរថាព្រះសម្មាសម្ពុទ្ធនឹងបុគ្គលនឹងប្រកាសឡើងនៅក្នុងលោកហើយក្នុងកាលជាអនាគតនឹងពេលនឹងបានព្រះសម្មាសម្ពុទ្ធកសបៈទសពលនឹងបានព្យាករហើយនឹងបានប្រាប់ដល់មហាជនទាំងឡាយថាមាននប់ដែលឈ្មោះថានិរតៈនេះបានបូជាចំពោះពធរបស់តថាគតនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយក្នុងកាលជាអនាគតគឺពនាមថានឹងជាពនាមថារាមៈនឹងប្រកាសឡើងក្នុងលោកហើយអាយុកាលនោះគឺប្រមាណ90000ឆ្នាំគឺច្រើនជាងព្រះសាមេត្រីយើងព្រះសាមេត្រីតែ80000ឆ្នាំទេអានឹងគឺ90000ឆ្នាំហ្នឹងហើយហើយនិយាយអំពីសម័យកាលនោះញាតិញោមមកនិយាយពីព្រះសម្មាសម្ពុទ្ធដែលប្រកាសសម្ដីពធនឹងបានសម្រេចគុណធម៌ច្រើនណាស់ហើយមានផ្កាឈូកផ្កាអីច្រើនសម្បើមណាហើយយើងឃើញថាអូភាពអស្ចារ្យតែព្រះបរមពុទ្ធសាសនាគាត់តែព្រះអង្គបរិច្ចាគបុត្របរិច្ចាគភរិយាហើយនឹងបរិច្ចាគទ្រព្យអីផ្សេងនឹងដែលព្រឹត្តទៅជាមហាបរិច្ចាគអីបរិច្ចាគជីវិតអីនឹងយើងឃើញមួយអត្តភាពរបស់ព្រះអង្គមែនតើព្រះអង្គបរិច្ចាគច្រើនណាស់មែនតែនៅក្នុងដំណើរនៃវេស្សន្តរមួយណាហើយពាក់ព័ន្ធជាមួយរឿងអីផ្សេងយើងមើលព្រះអង្គបរិច្ចាគមានតតិចអីហ្នឹងហើយនឹងគឺបង្ហាញពាក់ព័ន្ធជាមួយនឹងព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងគឺជាការប្រកាសនៅក្នុងទានហ្នឹងបុគ្គលអ្នកដែលមានពូទិញ្ញាណជាអារម្មណ៍ណារមែងបិណ្ឌដល់នៅការស្ទាក់ស្ទើរអីទេការបានអត្តភាពហ្នឹងគឺប្រព្រឹត្តទៅជាប្រយោជន៍គឺការបរិច្ចាគទានហ្នឹងហើយយើងបញ្ញាយើងថ្នាក់ធម្មតាហើយនឹងបញ្ញាយើងសម្លឹងមិនឃើញមិនធ្លុះអំពីចិត្តរបស់បុគ្គលអ្នកដែលមានចិត្តស្ងប់ទេយើងឃើញអញ្ចឹងគិតថាដូចជាមិនល្អអញ្ចឹងចិត្តទៅពេលដែលមនុស្សសម័យកាលនោះគឺ90000ឆ្នាំអញ្ចឹងនេះហើយយើងគិតពិចារណាមើលអស់នៅក្នុងពុទ្ធកັບនឹងទៅកັບក្រោយគឺអត់មានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងទេហ្នឹងហើយដល់ពេលអត់មានចឹងមកកັບនឹងគឺថាអត់មានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឯងអញ្ចឹងណាហើយ
មនុស្សនៅក្នុងសម័យព្រះសាអាមេត្រីនឹងអ្នកខ្លះសម្រេចគុណធម៌និងអ្នកខ្លះមិនបានសម្រេចគុណធម៌ហើយនៅមនុស្សនៅក្នុងសម័យកាលយើងឥឡូវនឹងទៀតទៅជួបព្រះសាអាមេត្រីមិនបានសម្រេចគុណធម៌ក៏នាំគ្នាទៅកក់កុញនៅក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធនាមថារាមៈនឹងឯងដែលអាយុ 90000 ឆ្នាំទៅកក់កុញនៅនឹងឯងនាំគ្នាទៅស្ដាប់ពធបានសម្រេចមគ្គផលសម្បើមអូនិយាយពីអស្ចារ្យយ៉ាងក្រៃលែងយ៉ាងគគ្រឹកគក្រែងញ៉ាំងពួកទេវតាមួយលើដោយព្រំទាំងឡាយនឹងក៏បានសម្រេចគុណធម៌ច្រើនក្រៃលែងមែនទែនហើយញាតិញោមយើងអាចសិក្សាមើលនៅក្នុងគម្ពីរអនាគតពុទ្ធវង្សនឹងហើយខ្ញុំកណាអាត្មាក៏ឧស្សាហ៍រតនាយកមកដែររឿងនេះប៉ុន្តែមិនបានបញ្ជាក់លម្អិតណាដែលមិនបានបញ្ជាក់លម្អិតហើយមានព្រះសម្មាសម្ពុទ្ធអង្គណាដែលត្រាស់ដឹងក្នុងកាលជាអនាគតអីមានប្រមាណអង្គខ្ញុំអាចសិក្សាបានណាហ្នឹងហើយចឹងពាក់ព័ន្ធជាមួយនឹងដំណើរនៃការប្រព្រឹត្តទៅនៃការឲ្យទានដែលថ្ងៃតើប្រវេសន្តរនឹងមានចេតនាសម្លឹងឃើញយ៉ាងម៉េចប្រយោជន៍នៃការឲ្យទានយ៉ាងម៉េចហ្នឹងគឺព្រះអង្គសម្លឹងឃើញហើយដែលយើងគិតពិចារណាមើលកំណើតដែលព្រះអង្គអាចនិយាយបានកើតឡើងមកនិយាយបានយើងមើលមានប្រមាណកំណើតដែលកំណើតទី1គឺព្រះអង្គកើតឡើងជាមហោសពដែលកំណើតទី2គឺព្រះអង្គកើតឡើងជាវេស្សន្តរនឹងឯងទី3គឺជាសត្វវត្តដែលអានោះគឺបញ្ជាក់អំពីភាពអស្ចារ្យទៅហើយបញ្ជាក់ថាជាអច្ឆរិយបុគ្គលដែលបញ្ជាក់ពីអច្ឆរិយបុគ្គលហើយរឿងអញ្ចឹងនឹងបើមិនមានបពកម្មបើមិនមានបព្វចរិយានៃការប្រព្រឹត្តជាចំណុចខាងដើមទេសួរថាអាចអញ្ចឹងបានទេមិនអាចទេសាក់មើលកូនញាតិញោមមើលប្រសូតឲ្យភ្លៀមស្រែកយកទៅពុតធោស្រែកនឹងដល់ពេលបុគ្គលអ្នកដែលមានការអប់រំចិត្តដោយច្រើនមានបុណ្យកុសលដែលជាទីពឹងមានបុណ្យកុសលដែលជាទីអាស្រ័យច្រើនក្រៃលែងអញ្ចឹងទៅអត់មានការរំភើបញាប់ញ័រទេសំបីទៅនៅក្នុងផ្ទៃក៏ញ៉ាំងម្ដាយចេះធ្វើទៀនដែរនេះគិតពិចារណាមើលបើកូនដតេអីហ្នឹងញ៉ាំងម្ដាយចាញ់គួរអីហ្នឹងទៅស៊ីបំបែងក្បឿងទៅហ្នឹងឯងទៅបរិភោគរបស់ជូអីចឹងទៅហ្នឹងឯងដល់ពេលព្រះបរមពុរិស័ទវេស្សន្តរនឹងញ៉ាំងម្ដាយហ្នឹងឯងឲ្យចេះធ្វើទៀនញ៉ាំងម្ដាយនៅក្នុងផ្ទៃមកហើយគិតពិចារណាមើលឲ្យប្រសូតចេញភ្លាមបានពោលថាបបពេជ្រអ្នកម្ដាយហើយតើអ្នកម្ដាយមានទ្រព្យសម្បត្តិខ្លះទេខ្ញុំត្រូវការឲ្យទៀនកើតឡើងមកគឺសុំហ្មងហ្នឹងហើយសុំម្ដាយសុំទ្រព្យម្ដាយដើម្បីធ្វើទៀនគិតពិចារណាមើលតើអំណាចនៃបុណ្យកុសលការកសាងនៅបុណ្យកុសលនឹងគឺសម្បើមមែនតែនយើងមិនអាចទៅកណនីយើងអាចទៅរាប់ទៅគិតអំពីសន្តានចិត្តរបស់ព្រះអរិយបុគ្គលនិងបុគ្គលអ្នកដែលមានចេតនាមានពោធិញ្ញាណនឹងជាអារម្មណ៍បានទេនឹងហើយចឹងទៅបាននៅក្នុងវគ្គមួយដែលនិយាយប្រៀបធៀបណាការធ្វើទានរបស់ព្រះបរមពុរិស័ទនឹងហើយប្រៀបធៀបថាប្រៀបឧបមាបីដូចជាក្អមទឹកនេះក្អមទឹកកាលណាដែលយើងដាក់ពេជ្ឈោហើយទឹករមែងពេញនៅក្អមទឹកប៉ុន្តែកាលណាយើងកាប់ក្អមចុះទៅក្រោមហើយទឹករមែងមិនដាក់ជាប់នៅបាតក្អមសំបីតែបន្តិចក៏មិនមានយ៉ាងណាការឲ្យទានរបស់ព្រះបរមពុរិស័ទដែលព្រះអង្គនៅជាវេស្សន្តរនេះគឺអត់មានចិត្តដើម្បីជាប់ជំពាក់សំបីតែបន្តិចគឺស្ងួតហ្នឹងគឺស្ងួតទៅដោយអំណាចនៃមច្ឆរិយៈស្ងួតទៅដោយអំណាចនៃសេចក្តីកំណាញ់គឺស្ងួតទៅអត់មានជាទីកើតឡើងខណៈពេលដែលព្រះអង្គបរិច្ចាគទានអីហ្នឹងយើងគិតចារណាមើលតើសន្តានទឹកចិត្តរបស់ព្រះអង្គនឹងសម្បើមប៉ុណ្ណាទៅហើយអ្នកខ្លះតែងយល់ច្រឡំថាពុទ្ធព្រះអង្គដូចជាអាត្មានិយមណាដឹងអាត្មានិយមលះបង់បុតលះបង់អី
យើងគិតពិចារណាដោយខ្ញុំកណាអាត្មាឧស្សាហ៍លើកហើយពាក្យហ្នឹងសួរថាព្រះអង្គធ្វើអញ្ចឹងតើអ្នកដែលត្រូវបាត់បង់ជីវិតនឹងវាទៅជាយ៉ាងម៉េចនរណាគេដែលត្រូវបាត់បង់ជីវិតរាហុលដែលជាកូនរបស់ព្រះអង្គដឹងហើយនឹងនាងពំពីយសោតរាអីផ្សេងលទ្ធផលចុងក្រោយព្រះអង្គនាំអ្នកទាំងអស់នឹងឲ្យបានសម្រេចគុណធម៌បានដល់នៅពៀនអស់ហើយតាយើងគិតពិចារណាមើលអ្នកដែលត្រូវឆ្លងកាត់ទាំងសភាពនៃការឈឺចុកចាប់នឹងសភាពនៃញ៉ាំងឲ្យការបែកបាក់ព្រាត់ប្រាសជាមួយនឹងព្រះអង្គលទ្ធផលចុងក្រោយព្រះអង្គទាញអ្នកទាំងអស់នឹងឲ្យបានដល់នៅព្រះនិព្វានរួចផុតចាកទុក្ខទាំងអស់អត់មានអ្នកណាមួយដែលមិនរួចផុតចាកទុក្ខទេយើងគិតចារណាមើលហ្នឹងអាត្មានិយមហ្នឹងយើងឃើញជាក់ស្ដែងអស់ហើយតាព្រះអង្គបានសម្ដែងញ៉ាំងនាងពំពីនឹងឲ្យសម្រេចទៅជាព្រះអរិយបុគ្គលហើយតាញ៉ាំងរាហុលឲ្យបានសម្រេចទៅជាព្រះអរិយបុគ្គលហើយតាហ្នឹងហើយទាំងអស់ហើយតានេះគិតមើលអាត្មានិយមអីទៀតទេថាបើសិននៅក្នុងបច្ចុប្បន្នជាតិឬក៏គណៈពេលដែលព្រះអង្គត្រាស់ដឹងនឹងអត់បានសម្ដែងប្រាប់ពួកនឹងពញាតរបស់ព្រះអង្គរាហុលនាងពំពីអសោតរាដែលជានាងមិត្តរីអីផ្សេងហ្នឹងបើមិនឃើញមកទេបាទយើងគិតថាអូអ្នកទាំងអស់នោះលះបង់ជីវិតគឺអត់ប្រយោជន៍ប៉ុន្តែពេលដែលព្រះអង្គត្រាស់ដឹងហើយព្រះអង្គនាំអ្នកទាំងអស់នឹងឲ្យស្គាល់អំពីមគ្គផលបានទៅដល់នៅពៀនរួចផុតចេញចាកអំពីសេចក្តីទុក្ខនេះហើយគិតពិចារណាមើលតើអ្វីដែលយើងគិតថាដំណើរនៃការខំជួយដើម្បីលះបង់ផ្សេងនឹងវាអត់ប្រយោជន៍ដែរឬក៏អត់ទេអត់មានរឿងអត់ប្រយោជន៍ទេមានតែជាការជួយបំពេញនៅបារមីរបស់ព្រះបរមពុរិស័ទទៀតនោះដល់ថ្ងៃពេលចិត្តយើងធម្មតាយើងឃើញអញ្ចឹងទៅអាត្មានិយមមិនទៀតអ្នកទាំងអស់នឹងមិនមែនទៅធ្លាក់នរកហើយអ្នកទាំងអស់ដែលលះបង់ដែលត្រូវនឹងស្លាប់បាត់បង់ជីវិតដោយសារព្រះអង្គទៅធ្លាក់នរកអត់ទាន់រួចផុតចេញចាកអំពីសេចក្តីទុក្ខមែនទេណាលទ្ធផលចុងក្រោយបានដល់នៅពៀនទាំងអស់តែគ្នាទេតែបាននៅសេចក្តីសុខនៅក្នុងនៅពៀនរួចផុតចាកទុក្ខទាំងអស់តែគ្នាតែហើយយើងគិតទៅនៅសិតទៅមានហេតុមានផលច្បាស់លាស់អត់មានអីយើងគិតទៅស្ទាក់ស្ទើរតាទេអញ្ចឹងហើយអ្នកខ្លះទៀតថាព្រះវេសន្តរអាត្មានិយមអញ្ចឹងទៅបានលើថាពុទ្ធគឺអាត្មានិយមត្រូវចាំវេសន្តរមិនមែនជាពុទ្ធទេវេសន្តរក្តីមហោសថក្តីសវណ្ណសាមក្តីអីផ្សេងមិនមែនពុទ្ធទេនោះគឺជាអតីតកាលរបស់ពុទ្ធទេតាមិនមែនវិញ្ញាណរបស់វេសន្តរហើយចុតិអំពីនឹងមកបដិសន្ធិកើតឡើងមកជាសត្វទេណាមិនមែនទេណាតែចុតិពីពេលនឹងហើយគឺមិនមែនជាបច្ច័យឯណាដើម្បីឲ្យវេសន្តរនៅស្ទុះមកបន្តទៀតគឺថាអត់មានទេអញ្ចឹងអត់មានរឿងវាដាច់ពីគ្នាអស់ហើយតែអត់មានអីត្រូវច្បងច្បល់គ្នាទេអាហ្នឹងគឺអញ្ចឹងពុទ្ធគឺជាពុទ្ធវេសន្តរគឺជាអតីតកាលរបស់ព្រះអង្គទេតាអញ្ចឹងគឺអញ្ចឹងណាខ្លឹមសារយើងសិក្សាឲ្យល្អិតល្អន់អញ្ចឹងទៅយើងអត់មានទៅគិតរឿងអញ្ចឹងទេអាហ្នឹងគឺអ្វីគ្រប់យ៉ាងគឺត្រូវបានបញ្ចប់អស់ហើយមកសូមប៉ុណ្ណឹងចាស់បើចូលរួមនៃសេចក្តីនឹងអញ្ចឹងសូមប្រកល់កម្មវិធីនេះវិញបងកណាសាធុកណាសូមអរគុណដល់ប្រគុណម្ចាស់ក្នុងការនិមន្តចូលរួមចែករំលែកនៅក្នុងរាត្រីនេះដែលជាថ្ងៃចុងសប្តាហ៍របស់នេតិបណ្ដុះគុណធម៌ចា៎ថ្ងៃនេះថ្ងៃចុងសប្តាហ៍ហើយសម្រាប់រឿងជាដកចាស់នឹងបន្តនៅសប្តាហ៍ក្រោយជាបន្តទៀតរហូតទៅដល់បញ្ចប់ប្រជុំជាដកហ្នឹងគឺយើងបានដឹងទាំងអស់គ្នាហើយគណៈប្រគុណចាស់ក៏បានបកស្រាយឲ្យដែរគឺព្រះអង្គនៅក្នុងជាព្រះពោធិសត្វមិនទាន់คล้ายទៅជាព្រះសម្មាសម្ពុទ្ធនៅឡើយទេគឺជាក្នុងពេលវេលាសម្រាប់ការបំពេញនៅបារមីដើម្បីបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធគណៈហើយបើសិនជាយើងស្ដាប់ឲ្យច្រើនចាពីសំណាក់ការសម្ដែងរបស់បកណាគុណចាស់គណៈអ្នកប្រាជ្ញបណ្ឌិតហ្នឹងគឺយើងស្ដាប់ច្រើនគឺយើងបានយល់បានដឹងច្រើនដូចគ្នាដែរហ្នឹងគឺជាប្រភពនៃបញ្ញា
ដើម្បីបានចេះដឹងនេះគឺបានពីការស្ដាប់នឹងផងដែរកណាហើយក៏សូមអរគុណដល់លោកគ្រូចាកណាជាពិសេសអរគុណដល់លោកតាដែលបានអញ្ជើញចូលរួមនៅក្នុងរាត្រីនេះកណាអរគុណដល់បងប្អូនចាមានពីមុនមានរក្សាកណាជាពិសេសគឺអរគុណដល់ប្រគុណម្ចាស់កណាឈនមកមេត្តាដែលជាព្រះគណយុវជុមេត្តាកណាក្នុងការប្រគល់ចាកម្មវិធីចាជាពិសេសគឺជូនម៉ោងមកកាន់កម្មវិធីនេតិបណ្ដុះគុណធម៌របស់សាកលវិទ្យាល័យបញ្ញាសាស្ត្រណាដើម្បីបានចូលរួមចែករំលែកជាធម្មទានកណាអរគុណនិងសូមអរគុណដល់បកណាគុណចាស់សប្បុរសជនដែលតែងតែគ្រប់គ្រងស្ដាប់នេតិបណ្ដុះគុណធម៌ជារៀងរាល់សប្ដាហ៍កណាខ្ញុំបកណាតំណាងឲ្យអ្នករៀបចំកម្មវិធីក៏សូមអធិស្ឋានខន្តីអភ័យទោសរាល់កំហុស